លកាវិញគឺយើងបានកែច្នៃអំពីជ័ររីស៊ីនជាមួយនឹងកំទេចឈើដែលល្អិតដែលបោះចោលហ្នឹងគឺយើងច្នៃយកមកធ្វើជានាឡិកាដាក់ជាមួយនឹងជ័ររីស៊ីនជម្រាបសួរបងប្អូននាងខ្ញុំឈ្មោះចិន្តាគឺជាអាជីវករនៅក្នុងផ្សារផលិតផលកម្ពុជាចំនួនទី3សាខារាជបុរចានៅក្នុងហាងរបស់យើងខ្ញុំគឺយើងផ្ដោតសំខាន់ទៅលើទៀនក្អូបដែលយើងធ្វើចេញពីកមួនដូងហើយនិងកមួនឃ្មុំជាមួយនឹងប្រេងធម្មជាតិហើយយើងមានដូចជាប្រភេទគ្រឿងអលង្ការដែលធ្វើពីរីស៊ីនជាមួយនឹងឈើជាមួយនឹងដើមត្នោតនិងតម្រូកែវដែលធ្វើពីរីស៊ីនរូបចាក់ហើយនិងនាឡិកាដែលធ្វើពីរីស៊ីនដូចគ្នាសម្រាប់រូបចាក់គឺយើងចាក់ដោយដៃហើយយើងចាក់ដោយស្ត្រីដែលគាត់នៅផ្ទះដោយជនពិការស្ត្រីដែលគាត់អាចនៅផ្ទះមើលកូនហើយគាត់អាចចាក់រូបនឹងបានដើម្បីអាចរកចំណូលបន្ថែមពីការមើលកូនសម្រាប់ទៀនក្អូបដែរពួកយើងមានdesignជាប្រភេទជាផ្កាជារូបសត្វដើម្បីដាក់នៅក្នុងកឡត្នោតយើងមានកឡត្នោតកឡធ្វើអំពីដីឥដ្ឋនិងកឡសេរ៉ាមិកចានៅក្នុងទៀនក្អូបហ្នឹងគឺយើងបានបញ្ចូលជាមួយនឹងប្រេងក្អូបដែលមានក្លិនជាច្រើនដូចជាក្លិនផ្កាម្លិះក្លិនផ្កាឈូកក្លិនស្លឹកគ្រៃក្លិនដូងនិងក្លិនជាច្រើនទៀតដើម្បីតម្រូវចិត្តភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលគាត់បានមកទស្សនានៅនឹងផ្សារផលិតផលខ្មែររបស់យើងហ្នឹងនាឡិកាវិញគឺយើងបានកែច្នៃអំពីជ័ររីស៊ីនជាមួយនឹងកំទេចឈើដែលល្អិតដែលបោះចោលហ្នឹងគឺយើងច្នៃយកមកធ្វើជានាឡិកាដាក់ជាមួយនឹងជ័ររីស៊ីនដើម្បីឲ្យវាคล้ายទៅជារបស់ដែលកែច្នៃយើងមានជាប្រភេទប្រេងធម្មជាតិសម្រាប់ដាក់ក្នុងបន្ទប់ហើយនិងក្នុងឡានចាសម្រាប់ room spray យើងមានក្លិនច្រើនប្រភេទយើងមានក្លិនដូចជាឈើស្រស់មានដូចជាស្លឹកគ្រៃចាផ្កាកបាសក្លិនម្លិះដែលយើងអាចប្រើប្រាស់ក្នុងបន្ទប់គេងចាឬក៏យើងអាចដាក់ចំហចោលនៅក្នុងបន្ទប់ដើម្បីឲ្យមានក្លិនក្អូបនៅក្នុងបន្ទប់ដែលធ្វើឲ្យអារម្មណ៍ស្រស់ស្រាយហើយយើងផ្សំចេញពីប្រេងធម្មជាតិ 100% ដែលវាមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់